បាទស្ដីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកនូវគន្លឹះទីមួយទៀតក្នុងការប្រើប្រាស់កម្មវិធី TikTok ឧទាហរណ៍ថាអ្នកនរគ្នាមានប្លង់ច្រើននៅក្នុង file មួយហ្នឹងក៏ប៉ុន្តែអ្នកនរគ្នាចង់បាន file តែមួយហ្នឹងទេដើម្បីផ្ញើទៅឲ្យណាម្នាក់ឬក៏យកទៅប្រើក្នុងគោលបំណងផ្សេងអញ្ចឹងអ្នកនរគ្នាធ្វើមិនអ្នកនរគ្នាលុប file ផ្សេងៗហ្នឹងហើយ save វាឬក៏យ៉ាងម៉េចបាទជាទៅយើងមាន command មួយគឺយើង select លើទៅរបស់ដែលយើងចង់បានទៅបន្ទាប់ទៀតយើង select បាទយើង select ពីឆ្វេងមកស្ដាំយើង select គ្រប់ទាំងអស់ឬក៏ select ស្ដាំឆ្វេងយើង select គាត់ឲ្យលើវាល្មមក៏វាឲ្យទាំងអស់ដែរអញ្ចឹងយើង select ចឹងហើយយើងប្រើ command WP មកហើយអ្នកនរគ្នាដាក់ GB ឲ្យ input unit របស់វាហ្នឹងហើយយើងទុកទីតាំងមួយមកខ្ញុំទុកនៅក្នុងនេះចុះចឹងខ្ញុំដាក់ new block ចាំដាក់ឈ្មោះអីគាត់ណាហើយនេះយើងមើលយើងចុច save មកតោះយើងចុច OK តោះទៀតយើងចូលទៅទីតាំងរបស់យើងហ្នឹងយើងចូលទៅបាទយើងចូលទៅក្នុងនេះមកតោះទៀតយើងឃើញ file ដែលយើងបានមិញ new block ហ្នឹងចឹងអ្នកនេះអាចបើកទៅបាទចឹងយើងបានប្លង់របស់យើងតែអ្វីដែលយើង select មិញហ្នឹងអាផ្សេងៗទៀតវានៅក្នុង file ចាស់ដដែលណាបាទចឹងខ្ញុំមានដំណឹងទេនៅក្នុងវីដេអូនេះជួបគ្នានៅវីដេអូបន្តទៀត